ជំរាបសួរបងប្អូនតាគ្នាថ្ងៃនេះខ្ញុំមកធ្វើប្រចាំថ្ងៃសម្រាប់ថ្ងៃទី18ជូនបងប្អូនតាគ្នាតែមុននឹងនិយាយពីប្រចាំថ្ងៃចង់មកផ្ដើមនឹងជូនបងប្អូនថាបងប្អូនដែលគាត់បានបង់ប្រាក់ក្នុងការរៀបហុងស៊ុយផ្ទះគឺស្អែកយើងជួបគ្នាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចំណាប់អារម្មណ៍ក្នុងការរៀបហុងស៊ុយផ្ទះថ្មីពីដើមទីឬមកក៏ផ្ទះដែលបងប្អូនបានរស់នៅហើយគឺបងប្អូនអាចឆាតតំណែងមកខ្ញុំបានណាដល់វគ្គខ្ញុំចុះគឺបងប្អូនតំណែងខ្ញុំគឺរងចាំយូរទេអញ្ចឹងជួបគ្នានៅក្នុងថ្ងៃស្អែកចំពោះការរៀបចំហុងស៊ុយផ្ទះសម្រាប់ថ្ងៃទី18ខែ6ឆ្នាំ2026គឺជាថ្ងៃទឹកដកមកជាមួយនឹងកុលហើយកុលមានធាតុទឹកដកនៅពីក្រោមដែរអញ្ចឹងចំពោះបងប្អូននៅគាត់ត្រូវការធាតុទឹកគឺល្អក្នុងការយកវេលាថ្ងៃស្អែកទៅប្រើប្រាស់ហើយសម្រាប់បងប្អូននៅគាត់មានថោះមួយម៉ែជាមួយនឹងខាលក៏ល្អដូចគ្នាដែរបងប្អូនដែលគាត់មិនគួរយកវេលាថ្ងៃទី18ខែ6ទៅប្រើប្រាស់គឺបងប្អូនអត់ត្រូវការធាតុទឹកហើយបងប្អូនមានម្សាញ់នៅក្នុងទូរាស័យបងប្អូនអត់គួរជ្រើសរើសវេលាថ្ងៃទី18ខែ6ទៅប្រើប្រាស់ទេចំពោះទិសអសរប្រចាំថ្ងៃក៏នៅខាងលិចប្រចាំខែខាងជើងប្រចាំឆ្នាំខាងជើងអញ្ចឹងនៅសល់ចន្លោះល្អខាងត្បូងជាមួយនឹងខាងកើតត្បូងឈីងកើតដែលជាទិសល្អបងប្អូនអាចជ្រើសរើសទិសទាំង3នឹងអង្គុយបែរខ្នងទៅទិសល្អនឹងបានហើយតារាសាស្ត្រប្រចាំថ្ងៃលេខ9ហោះចូលទីតាំងកណ្ដាលអញ្ចឹងខាងត្បូងលេខ4ត្បូងឈៀងកើតលេខ8ខាងកើតលេខ7បងប្អូនអាចជ្រើសរើសទៅតាមតារាសាស្ត្រដែលបងប្អូនចង់បានអត្ថន័យទៅលើរឿងអីបងប្អូនអាចជ្រើសអង្គុយទៅតាមនឹងបានចឹងថ្ងៃនេះគឺខ្ញុំមកបានខ្លីៗសង្ឃឹមថាបងប្អូននឹងទាញបានប្រយោជន៍ពីវីដេអូមួយនេះហើយជាចុងក្រោយក៏ជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អគ្រប់គ្នានៅក្នុងខែ6អរគុណច្រើនជម្រាបលា